Lily កុំចោលបងអីណាជាងយ៉ានជើយើងបែកគ្នាទៅកុំបន្ទោសខ្ញុំអីឯងកើតមកជាក្មេងកំព្រាស្រាប់ទៅហើយក្រៅពីសង្ហាឯងគ្មានកំណត់អីបន្តិចសោះយុវវ័យខ្ញុំមានតែប៉ុន្មានឆ្នាំនឹងទេខ្ញុំមិនចង់ខ្ជះខ្ជាយពេកជាមួយអាអ្នកក៏ដូចឯងឡើយ Lily ខ្ញុំច្បាស់ជានឹងក្លាយជាអ្នកមានមុខមាត់ឲ្យបានខ្ញុំនឹងធ្វើឲ្យនាងយំសុំអង្វរត្រឡប់មកវិញធ្វើបែបនេះទើបនាងមិនបោះបង់ខ្ញុំចោលទៀតប្រព័ន្ធជម្រើសកម្រិតព្រះត្រូវបានបើកដំណើរការដោយសារតែម្ចាស់វត្ថុគ្មានមហិច្ឆតាហើយកុំសាកពេករាល់ពេលប្រឈមនឹងការសម្រេចចិត្តប្រព័ន្ធនឹងជួយម្ចាស់វត្ថុជ្រើសរើសដោយបង្ខំប្រព័ន្ធស្អីគេនេះខ្ញុំស្រវឹងជោគខ្មងតើនឹងជាងយ៉ាងចៅបើកទ្វារភ្លាមថ្ងៃនេះបើឯងមិនព្រមបង់ថ្លៃឈ្នួលផ្ទះទេត្រៀមរើវ៉ាន់ចេញទៅជាងយ៉ានជើជំពាក់ថ្លៃផ្ទះ3 ខែហើយតើគិតបង់ពេលណាប្រាក់ខែរាល់ខែចាយលើលីលីខ្ទេចហើយបើមិនអញ្ចឹងក៏ខ្ញុំមិនជំពាក់ថ្លៃផ្ទះជាឯង3 ខែដែរអបអរសាទរម្ចាស់វត្ថុដែលបានដំណើរការជំរើសប្រព័ន្ធកម្រិតព្រះសូមជ្រើសរើសជំរើសមួយក្នុងចំណោមជំរើសទាំងពីរខាងក្រោមជំរើសឲ្យសូមអង្គរំចាស់ផ្ទះឆឹងរានពន្យាពេល2 ថ្ងៃរង្វាន់សាច់ប្រាក់ 20,000 យន់ជំរើសបើដើម្បីភាពជោគជ័យជ្រើសរើសចាប់ថាបំចាស់ផ្ទះឆឹងរានរង្វាន់លើកលែងថ្លៃឈ្នួលផ្ទះណែពិតជាមានប្រព័ន្ធមែនតើនឹងខ្ញុំនៅបាច់រើសអីទៀតបើរើសយកបើខ្ញុំពិតជាមិនបាច់បង់ថ្លៃផ្ទះមែនព្រោះជាប់គុកគេមានបាយទឹកឲ្យស៊ីស្រាប់ទៅហើយខ្ញុំរើសយកឯម្ចាស់វត្ថុបានជ្រើសរើសជំរើសបើឥឡូវនេះចាប់ផ្ដើមអនុវត្តដោយបង្ខំណែខ្ញុំរើសតើគឺអាណាប្រព័ន្ធឈួតចុះអនុវត្តដោយបង្ខំនឹងវាយ៉ាងម៉េចទៅវិញហាជាងយ៉ានជើខ្ញុំកំពុងនិយាយជាមួយឯងណាផ្លឹកស្អីមកនេះម៉េចបានរាងកាយខ្ញុំបញ្ជាលេងបានអញ្ចឹងប្រព័ន្ធឈួតឯងចង់លេងឲ្យខ្ញុំងាប់មែនទេឈប់ភ្លាមទៅកុំអីណាណែឯងចង់ធ្វើអីហ្នឹងបញ្ចប់ជំរើសដោះសរការគ្រប់គ្រងដោយបង្ខំចាប់ផ្ដើមប្រគល់រង្វាន់ណែអំបាញ់មិញខ្ញុំអត់បានតាំងចិត្តទេជាឯងជឿអត់ចប់ហើយគាត់ប្រកាសជាប្តឹងប៉ូលីសមិនខានទេងាប់ចោលមកពេលនេះជើទីបំផុតឯងគិតយល់ហើយមែនទេហាខ្ញុំគិតយល់រឿងអីទៅជេយល់គ្រាន់តែមិនចង់ប្រឹងប្រែងទៀតមែនទេមិនមែនទេកុំបារម្ភអីឲ្យតែឯងព្រមធ្វើជាសង្សារជេមិនឲ្យឯងពិបាកឡើយបានហើយថ្លៃឈ្នួលផ្ទះឯងមិនបាច់បង់ទេថ្ងៃក្រោយចង់នៅយូរប៉ុណ្ណាក៏នៅទៅប្រព័ន្ធចង្រៃរៀបអន្ទាក់ចាំអញសោះយីអាកូនជ្រូករង្វាន់ដែលឯងថានោះគឺអញ្ចឹងហ៎ហានេះវាមិនខុសពីលក់ខ្លួនទេតើនឹងចៅណាចេះនឹកឃើញហើយខ្ញុំត្រូវទៅធ្វើការហើយខ្ញុំទៅសិនហើយមានការអីចាំខ្ញុំមកវិញចាំនិយាយអាក្មេងនេះអៀនសោះនឹងអូយជេពិតជាចូលចិត្តចរិតក្មេងខ្ចីរបស់ឯងហ្មងអញ្ចឹងមានន័យថារាល់ជំរើសទៅមុខទៀតនឹងត្រូវជ្រើសរើសដោយបង្ខំហើយរាងកាយក៏ត្រូវគេបញ្ជាឲ្យធ្វើតាមរហូតអញ្ចឹងហ៎ត្រឹមត្រូវហើយលោកបងប្រព័ន្ធលោកតាប្រព័ន្ធគុំលេងអីលេងអញ្ចឹងដាច់ខ្យល់ងាប់ឥឡូវហើយមិននិយាយ
Anh hiên thơ mạch mình hiên từ tùa. Chiang Yan Châu anh mình ấy tê hay. Khňom mình ấy tê. Nè tầng pi rô khňom miên cả ấy mến. Rồi thiên ly hai anh tơประชุม Bát khňom tề lời ni. Gì ní mình mến chia ប្រធាន chẳng tế. ពួកយើងទាំងអស់គ្នាកំពុងចាំតែឯងម្នាក់ទេដើម្បីប្រជុំបើអ្នកមិនដឹងស្មានតែឯងជាថៅកែទៅហើយឯងច្បាស់ជាអ្នកប្រាប់ខ្ញុំក្រោយគេឲ្យមកប្រជុំឥឡូវមកទម្លាក់កំហុសដាក់ខ្ញុំទៅវិញខ្ញុំប្រាប់ឯងក្រោយគេហ៎ឯងមានភស្តុតាងអត់អាលីឯងដោយសារតែខ្ញុំតន់ឯងស៊ីលុយទឹកតែមែនទេទើបតាមវាប្រហារខ្ញុំម្លេះខ្ញុំមិនទាន់ប្រាប់អ្នកណាផងចាំបាច់ដល់ថ្នាក់ហ្នឹងទេជាងយ៉ានជូឯងកុំមកនិយាយផ្ដេសផ្ដាសអ្នកណាស៊ីលុយទឹកតែនិយាយស្ដីត្រូវមានភស្តុតាងហ៊ានមួលបង្កាច់ថ្នាក់លើខ្ញុំអាចដេញឯងចេញពេលនេះតែម្ដងអបអរសាទរម្ចាស់វត្ថុដែលបានដំណើរការជំរឿនប្រព័ន្ធកម្រិតព្រះជំរឿនប្រឈមមុខនឹងការវាយប្រហារពីថ្នាក់លើអ្នកបង្ហាញភាពក្លាហានដើរទៅផ្ទះកំភ្លៀងប្រធានមួយដែររង្វាន់ការចាប់អារម្មណ៍ជាពិសេសពីថ្នាក់ដឹកនាំជំរឿនប្រឈមមុខនឹងការវាយប្រហារពីថ្នាក់លើអ្នកអង្គុយចាំការបណ្ដឹងចេញបន្ទាប់មកប្តឹងទាមទារសំណងតាមច្បាប់ការងាររង្វាន់សាច់ប្រាក់100,000 យ៉នពេលបើខ្ញុំរើសយកបណ្ណាលោកបងប្រព័ន្ធសង្គមមានច្បាប់ទម្លាប់ណាមិនអាចវាយដំគេផ្ដេសផ្ដាសទេម្ចាស់វត្ថុបានជ្រើសរើសជំរឿនឥឡូវនេះចាប់ផ្ដើមអនុវត្តដោយបង្ខំជាងយ៉ានជើឯងគុំគិតថាធ្វើមិនមាត់រឿងនេះអាចចប់ឲ្យសោះថ្ងៃនេះឯងនិយាយឲ្យច្បាស់មកតើខ្ញុំតាមរករឿងឯងតាំងពីពេលណាឯងឈប់និយាយទៅរត់ឲ្យលឿនទៅប្រព័ន្ធចង្រៃចង់លេងឲ្យងាប់មែនទេជាងយ៉ានជើឯងចង់ធ្វើស្អីអញមានអ្នកធំកាំងពីក្រោយអញហ៊ានប៉ះអញសាកមើលបញ្ចប់ជំរឿនបញ្ចប់ការគ្រប់គ្រងដោយបង្ខំរង្វាន់ត្រូវបានប្រគល់ជូនប្រព័ន្ធមហាឆ្លាតឯងសប្បាយចិត្តហើយក៏រត់បាត់ទុកឲ្យអញជាអ្នកទទួលខុសត្រូវមែនទេឯងចប់ហើយប្រាប់ឲ្យដឹងចុះខ្ញុំច្បាស់ជាដេញឯងចេញមិនខានម៉ោងប្រជុំក្រុមហ៊ុនតើពួកលោកកំពុងឆ្លោះគ្នាពីរឿងអីនេះហើយដែលឯងហៅថាការចាប់អារម្មណ៍ជាពិសេសពីថ្នាក់ដឹកនាំប្រព័ន្ធអញពិតជាអរគុណឯងណាស់អគ្គនាយិកាសុងលោកស្រីត្រូវតែរកយុទ្ធធម៌ឲ្យខ្ញុំណាជាងយ៉ានជើវាមិនស្ដាប់បង្គាប់ថ្នាក់លើទេហើយថែមទាំងហ៊ានវាដំគេទៀតបើវាអញ្ចឹងតើថ្ងៃមុខឲ្យខ្ញុំដឹកនាំការងារយ៉ាងម៉េចទៅលោកប្រើហិង្សាមែនទេនេះហើយសម្ពាធអំណាចរបស់អគ្គនាយិកាមុខទឹកកកហោខ្លាំងពិតមែនគឺប្រធានលីតាមរករឿងខ្ញុំមុនបានហើយរឿងនេះបញ្ចប់ត្រឹមនេះចុះអគ្គនាយិកាសុងប្រធានលីខ្ញុំប្រាប់ថាបញ្ចប់ត្រឹមនេះតើលោកស្ដាប់មិនយល់ទេឬមួយក៏លោកគិតថារឿងអាស្រូវដែលលោកបានធ្វើអ្នកអតីតគេមិនដឹងខ្ញុំធ្វើតាមអគ្គនាយិកាសុងចុះអ្នកនាងយកប្រឡប់អញ្ចឹងដើរម្នាក់ឯងហោះចង់ឲ្យបងជូនទៅផ្ទះអត់កុំអីកុំចូលមកណាណែពួកឯងធ្វើស្អីនឹងអញប្តឹងប៉ូលីសរួចហើយបើមិនទៅទេប្រយ័ត្នគេចាប់វាឃ្នោះទាំងពីរនាក់ឥឡូវហ្នឹងតោះមិនដឹងថាគេនៅចាំរឿងយប់នោះឬអត់ទេហេតុអីបានជាអគ្គនាយិកាសុងជួយខ្ញុំអញ្ចឹងចុះអគ្គនាយិកាសុងសម្លឹងមើលខ្ញុំឡើងចង់ស៊ីសាច់អញ្ចឹងនិយាយអញ្ចឹងតើខ្ញុំចូលធ្វើការដំបូង